គ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នានឹងទៅធ្វើស្ទះទៀតហើយកន្លែងទីតាំងនៅជាប់ជាមួយទីតាំងចាស់គាត់នៅថាផ្ទះជួតែមួយទេគាត់តែម្លងមកជាពីរផ្ទះនៅខាងកប់ស្រូវខាងក្រោយសាលាការ៉េនេះបញ្ហាពេលយើងប្រើឡាបូមកវាចោលកន្លែងមកស៊ីហ្វុងទប់ទឹកដូចអីផ្ទះមុនដែរអញ្ចឹងដល់ពេលអញ្ចឹងយើងទៅដល់យើងមិនបានទៅឆែកវែងឆ្ងាយទេព្រោះអីផ្ទះល្វែងតែមួយអញ្ចឹងការរៀបចំសាងសង់ហ្នឹងគឺគប់ពីផាសទេអញ្ចឹងយើងមិនបាច់ទៅឆាយទេយើងទៅដល់ចាប់ផ្ដើមជួសជុលសង់កន្លែងស៊ីហ្វុងបន្ទប់ទឹកនឹងយកទៅម្ដងហើយក្នុងការដែលយើងសង់ហ្នឹងគឺថាតឹងជាងផ្ទះថ្ងៃមុនទៀតគឺថាខ្លាញ់ច្រើនមែនតើជាមួយនឹងខ្លាញ់កកទាំងដុំនៅក្នុងវីដេអូនេះអញ្ចឹងគាត់ថាយើងកាត់វារៀងខ្លីៗរកតែចំណុចសំខាន់ដើម្បីឲ្យបង្រួមវីដេអូឲ្យដើម្បីឲ្យខ្លីតែខ្លឹមតែជាស្ដែងខ្ញុំទៅជួសជុលដូចជាពេលហ្នឹងខ្ញុំទៅពីព្រឹកខ្ទង់ម៉ោង8ជាងហើយជួសជុលរួចមកជាម៉ោង12ជាងអញ្ចឹងយូរមែនតើហើយក៏លើកទី1ដែរសម្រាប់ការជួសជុលយូរបែបហ្នឹងតែមិនធ្វើទេយូរឆាប់អីក៏យើងនៅតែព្យាយាមជួសជុលជូនគាត់ដែរអត់មានថាធ្វើអត់ចេញមកផ្ទះវិញទេតែយើងធ្វើអត់ចេញក៏យើងមានវិធីសាស្ត្រផ្សេងដែរគាត់ថាយើងអត់តន់ប្រើវិធីសាស្ត្រផ្សេងយើងព្យាយាមធ្វើបែបហ្នឹងឲ្យវាអស់ចិត្តសិនបើវាអត់ទៅទៀតយើងនឹងបដូរវិធីសាស្ត្រតែអត់អីដែលយើងធ្វើបានសងទៅវាក៏ដំណើរការទៅវិញហើយក៏ចាប់ផ្ដើមទៅយើងក៏ចាក់ទឹកតេះទឹកអីតាមដែលយើងធ្លាប់ធ្វើពីមុនមកគាត់តែយើងធ្វើរួចយើងត្រូវការតេះទឹកដាក់ទឹកច្រើនតេះទៅចង់ដឹងថាវាហូរខ្លាំងអត់ហូរស្មូតអត់ចឹងទៅហើយពេលយើងតេះទៅឃើញថាវាហូរធម្មតាឡើងវិញហើយជាមួយនឹងស៊ីហ្វុងយើងតេះស៊ីហ្វុងហើយយើងទៅតេះឡាបូហើយឲ្យគាត់ចាក់ទឹកពីលើមកហើយពេលយើងតេះហើយពេលតេះហើយហ្នឹងក៏មេឃភ្លេងដែរដូចនៅដើមវីដេអូខ្ញុំថតរូបមកផ្ទះគាត់ចឹងមិនន័យថាការជួសជុលរបស់យើងទទួលបានជោគជ័យ 100% ហើយចឹងអរគុណសម្រាប់បងប្អូនដែលមានបញ្ហាស្ទះស៊ីហ្វុងស្ទះឡាបូស្ទះប្រព័ន្ធស្ទះលូអីហ្នឹងអាចតាក់ទងមកខ្ញុំបានហើយតម្លៃសមរម្យធានាគុណភាពជូន 100%